ញ៉ាំខ្ទឹមសមុនចូលគេងភ្ញាក់ផ្អើលនឹងអ្វីកើតឡើងស្ទើរតែគ្មានអ្នកណាដឹងលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ខ្ទឹមសជាអាហារដ៏មានឥទ្ធិពលបំផុតមួយរបស់ធម្មជាតិដែលសម្បូរទៅដោយអត្ថប្រយោជន៍សុខភាពដែលមនុស្សភាគច្រើនមិនបានដឹងពេលញ៉ាំមុនពេលចូលគេងវាមានប្រសិទ្ធភាពនៅពេលអ្នកគេងដើម្បីបង្កើនរាងកាយរបស់អ្នកតាមរបៀបមិនគួរឲ្យជឿនេះជាអ្វីដែលកើតឡើងនៅពេលអ្នកចាប់ផ្ដើមបន្ថែមខ្ទឹមសទៅក្នុងទម្លាប់ពេលយប់របស់អ្នក1ធ្វើឲ្យគេងលក់ស្កប់ស្កល់និងបំបត្តិការគេងមិនលក់ខ្ទឹមសមានផ្ទុកនៅសារធាតុស្ពាន់ធរដែលជួយសម្រួលដល់ប្រព័ន្ធប្រសាទធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការងូយគេងវាក៏ជួយជំរុញការផលិតមេឡាតូនីនដែលជាអរម៉ូនដែលគ្រប់គ្រងការគេងរបៀបប្រើទទួលទានខ្ទឹមសឆៅមួយកំពឹស30នាទីមុនពេលចូលគេងប្រសិនបើរសជាតិខ្លាំងពេកលាយវាជាមួយទឹកឃ្មុំឬទឹកដោះគោក្តៅ2ពង្រឹងប្រព័ន្ធភាពស៊ាំខ្ទឹមសគឺជាអង់ទីប៊ីយ៉ូទិកធម្មជាតិប្រឆាំងផ្សិតនិងថាមពលប្រឆាំងមេរោគការទទួលទានវាមុនពេលចូលគេងពង្រឹងប្រព័ន្ធការពាររាងកាយជួយឲ្យរាងកាយរបស់អ្នកប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនិងផ្តាសាយនៅពេលអ្នកសម្រាករបៀបប្រើលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់កិនខ្ទឹមសមួយកំពឹសទុកចោល10នាទីដើម្បីធ្វើឲ្យអលេសិនសកម្មបន្ទាប់មកលេបជាមួយទឹក3បញ្ចុះសម្ពាធឈាមនិងជួយដល់សុខភាពបេះដូងខ្ទឹមសជួយសម្រួលសរសៃឈាមធ្វើឲ្យឈាមរត់បានប្រសើរឡើងនិងកាត់បន្ថយសម្ពាធឈាមតាមបែបធម្មជាតិការទទួលទានជាទៀងទាត់មុនពេលចូលគេងអាចជួយឲ្យបេះដូងមានសុខភាពល្អក្នុងរយៈពេលរបៀបប្រើទទួលទានខ្ទឹមសឆៅមួយកំពិសឬលាយវាជាមួយប្រេងអូលីវមុនពេលចូលគេង4បន្សាបជាតិពុលក្នុងថ្លើមនិងបណ្ដេញជាតិពុលខ្ទឹមសជួយធ្វើឲ្យអង់ស៊ីមថ្លើមសកម្មដែលយកជាតិពុលចេញពីរាងកាយប្រសិនបើអ្នកបានប៉ះពាល់នឹងអាហារកែច្នៃឬជាតិពុលពីបរិស្ថានខ្ទឹមសនៅពេលយប់អាចជួយសម្អាតប្រព័ន្ធរបស់អ្នករបៀបប្រើផឹកទឹកក្តៅវណ្ណាជាមួយខ្ទឹមសមុនចូលគេងដើម្បីបន្សាបជាតិពុល5ជំរះការកកស្ទះនិងបើកផ្លូវអាកាសខ្ទឹមសមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនិងអង់ទីប៊ីយ៉ូទិកដ៏មានឥទ្ធិពលដែលអាចបំបត្តិការតឹងច្រមុះធ្វើឲ្យវាងាយស្រួលដកដង្ហើមនៅពេលយប់ជាពិសេសប្រសិនបើអ្នកមានបញ្ហាប្រហោងឆ្អឹងឬផ្តាសាយរបៀបប្រើលោកអ្នកនាងអាចទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរស័ព្ទលេខ099639367និងសូមអរគុណដល់លោកអ្នកនាងដែលបានចំណាយពេលវេលាតាមដាននិងទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បុកខ្ទឹមសហើយលាយវាជាមួយទឹកឃ្មុំ1ស្លាបព្រាញ៉ាំមុនពេលចូលគេងដើម្បីជួយសម្រួលដល់ផ្លូវដង្ហើម5ឱសថព្យាបាលពោះវៀនធម្មជាតិជំរុញការរំលាយអាហារខ្ទឹមជួយដល់បាក់តេរីពោះវៀនដែលមានសុខភាពល្អនិងជួយប្រឆាំងនឹងបាក់តេរីដែលបង្កគ្រោះថ្នាក់នៅក្នុងប្រព័ន្ធរំលាយអាហារការញ៉ាំវានៅពេលយប់ជួយឲ្យការរំលាយអាហារបានល្អប្រសើរនិងកាត់បន្ថយការហាមពុះរបៀបប្រើលេបខ្ទឹមសឆៅមួយដុំជាមួយទឹកក្តៅវណ្ណាប្រសិនបើអ្នកមានក្រពះសើបចូលលាយខ្ទឹមសជាមួយទឹកដោះគោជូរមុនពេលចូលគេងប្រាក់រង្វាន់វិធីកាត់បន្ថយក្លិនខ្ទឹមប្រសិនបើអ្នកព្រួយបារម្ភអំពីដង្ហើមពេលព្រឹកសូមសាកល្បងទំពាផយស្លឹកស្រស់ឬស្លឹកមេនផឹកទឹកក្រូចឆ្មានៅពេលព្រឹកដុសធ្មេញរបស់អ្នកមុនពេលចូលគេងគំនិតចុងក្រោយខ្ទឹមសជាឱសថធម្មជាតិដ៏សាមញ្ញប៉ុន្តែមានឥទ្ធិពលអាចកែប្រែសុខភាពអ្នកបានពេលអ្នកគេងសាកល្បងបញ្ចូលវាទៅក្នុងទម្លាប់ពេលយប់របស់អ្នកហើយភ្ញាក់ផ្អើលនឹងលទ្ធផលសូមថ្លែងអំណរគុណដល់អស់លោកអ្នកនាងដែលបានទស្សនានិងតាមដានស្ដាប់អត្ថបទនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំនឹងស្វែងរកអត្ថបទថ្មីទៀតដើម្បីបម្រើអស់លោកអ្នកនាងនៅពេលក្រោយសូមអរគុណ